បាល់របស់ Andre Iniesta កាលពី15ឆ្នាំមុនបានជួយក្រុមបាល់ទាត់ជម្រើសជាតិកូជលអេស្ប៉ាញឈ្នះពានរង្វាន់ FIFA World Cup ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេគ្រាប់បាល់នេះ Iniesta ធ្វើបាននៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ FIFA World Cup ឆ្នាំ2010ក្នុងជំនួបជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអធិរាជទឹកក្រូចហូឡង់ហេតុការណ៍នោះគឺជាសុបិនដ៏អាក្រក់របស់ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ក៏ប៉ុន្តែវាជាសុបិនដ៏រីករាយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូជលអេស្ប៉ាញដើម្បីជាការចងចាំដ៏ល្អមួយដែលមិនអាចបំភ្លេចបានដែល Andre Iniesta បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូជលអេស្ប៉ាញក្រងជើងឯកនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោកជាលើកដំបូងរដ្ឋាភិបាលអេស្ប៉ាញនិងសហព័ន្ធបាល់ទាត់របស់ពួកគេបានសម្រេចសាងសង់រូបសំណាករបស់កីឡាករ Andre Iniesta ស្ថិតនៅក្នុងទីក្រុង Albacete ប្រទេសអេស្ប៉ាញនិងបានចាត់ទុក Andre Iniesta គឺជាខ្សែបម្រើដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់អេស្ប៉ាញដែលពុំធ្លាប់មាន Iniesta គឺជាខ្សែបម្រើដ៏ល្អបំផុតដែលមានភាពបត់បែននិងភាពច្នៃប្រឌិតយ៉ាងច្រើននៅលើទីលានជាពិសេសគឺការបង្កើតឱកាសឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីជាមួយនឹងភាពប៉ិនប្រសប់ក្នុងការបណ្ដាបាល់ពោពេញដោយបច្ចេកទេសស្ទើរតែមិនមានចំណុចខ្វះខាត Andre Iniesta ក៏ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលបានកសាងនូវសមិទ្ធផលជាច្រើនជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិកូជលអេស្ប៉ាញដោយបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកូជលអេស្ប៉ាញឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ2010និងឈ្នះពានរង្វាន់ Euro 2ឆ្នាំជាប់គ្នាពោលគឺឆ្នាំ2008និងឆ្នាំ2012បាននិយាយអំពីសមិទ្ធផលជាមួយនឹងក្រុមបាល់ទាត់ FC Barcelona វិញគឺ Andre Iniesta បានជួយឲ្យក្រុមបាល់ទាត់ Barcelona ឈ្នះពានយ៉ាងច្រើនស្ទើរតែមិនគួរឲ្យជឿពានរង្វាន់ដែល Andre Iniesta បានឈ្នះជាមួយនឹង Barcelona នោះរួមមាន La Liga ចំនួន9ដង Copa del Rey ចំនួន6ដង Super Copa de España ចំនួន6ដង UEFA Champions League ចំនួន4ដង UEFA Super Cup ចំនួន2ដង FIFA Club World Cup ចំនួន3ដងបច្ចុប្បន្ន Andre Iniesta បានព្យួរស្បែកជើងនិងចូលនិវត្តន៍វិបាល់ទាត់ហើយប៉ុន្តែអ្វីដែលសំខាន់តើបងប្អូនគិតថាមានកីឡាកររូបណាអាចជំនួសតំណែង Andre Iniesta នៅក្រុមបាល់ទាត់ជម្រើសជាតិកូជលអេស្ប៉ាញបានដែរឬទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ